បាទអ្នកគ្រូនេះfile ដែលអ្នកគ្រូផ្ញើមកខ្ញុំហ្នឹងឥឡូវខ្ញុំធ្វើការ download សិនឥឡូវខ្ញុំដាក់នៅលើ desktop បាទឬក៏ខ្ញុំចុចមកចាប់ហើយយកមកដាក់នៅលើចេះក៏បានដែរដោយសារតែវាមាន2ឯនេះអ្នកគ្រូនេះដោយសារវាមាននៅលើ desktop នេះណាខ្ញុំចុច skip មួយសិនបាទអញ្ចឹងនេះ file របស់អ្នកគ្រូនេះ file ហ្នឹងអ្នកគ្រូអញ្ចឹងខ្ញុំធ្វើការម៉ៅស្ដាំលើវាសិនបន្តមកទៀតជ្រើសរើសពាក្យ property ចុច green ផង unlock ចុច apply ចុច OK ឥឡូវខ្ញុំទៅបើក file ហ្នឹងអ្នកគ្រូកន្លែងរងចាំបន្តិចអ្នកគ្រូដោយសារកុំព្យូទ័រលោកគ្រូខ្លះយឺតកុំព្យូទ័រលោកគ្រូខ្លះលឿនហើយខ្ញុំចូលប្រើប្រាស់បាទខ្ញុំវាយ A 2025ឬចូលប្រើប្រាស់បាទអញ្ចឹងអ្នកគ្រូថាចូលបំពេញព័ត៌មានបាននេះចូលបំពេញព័ត៌មាននេះណាបាទបន្តមកទៀតចូលការងារដើមឆ្នាំអ្នកគ្រូនេះឃើញខ្ញុំចូលបានអ្នកគ្រូកន្លែងហ្នឹងណាបាទមិនត្រឹមការងារដើមឆ្នាំចូលវត្តមានអីគឺចូលបានធម្មតានេះអ្នកគ្រូឃើញទេនេះចូលម្ដងទៀតហើយអញ្ចឹងអ្នកគ្រូអាចសាកល្បងនៅលើកុំព្យូទ័រអ្នកផ្សេងថែមទៀតណាអ្នកគ្រូហើយបើសិនជាមានបញ្ហាអញ្ចឹងអ្នកគ្រូសិតអឺ Office របស់អ្នកគ្រូថ្មីទៅអ្នកគ្រូដើម្បីវាដំណើរការស្រួលដោយសារតែខ្ញុំមើលទៅដូចជាអត់ support link ទេអញ្ចឹងណាគ្រូបាទអរគុណ